គ្រឿងផ្សំសិនតែ 95% ហើយគឺយើងបានប្រើប្រាស់នៅក្នុងស្រុករបស់យើងហើយយើងយកមកពីតាមបណ្ដាខេត្តផ្សេងទៀតដែលសម្បូរទៅដោយគ្រឿងទេសមួយហ្នឹងព្រោះរសារគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់នាំម្ហូបខ្មែររបស់យើងនឹងចេញទៅក្រៅឲ្យបានច្រើនចា៎នេះខ្ញុំសូមជម្រាបសួរចា៎នេះខ្ញុំឈ្មោះហុកស្រីហួរចា៎ជាម្ចាស់សហគ្រាស PPF ញ៉ាមីតកតងអំពី PPF ញ៉ាមីគឺជាសហគ្រាសមួយដែលយើងផលិតម្ហូបខ្មែរដែលមានដូចជាម្ហូបបុកប្រហុកខ្មែរដែលមានពណ៌រសជាតិយើងមានបុកត្រីឆ្អើរយើងមានបុកកន្ទុយហេះកាពិឆាបាត់ដំបងប្រហុកខ្មែរអេសានប្រហុកខ្ទិះប្រហុកអាប់ក្រូចឆ្មាហើយនិងប្រហុកអង្ក្រងហើយយើងក៏មានប្រភេទជាសាច់ប្រឡាក់រួមទាំងគ្រឿងក្នុងការស្លផងដែរហើយតកតងពីដំណើរការវិញគឺយើងបើកតាំងពី2021ទីតាំងរបស់យើងនៅក្រោយធនាគារជាតិនៅខាងសែនសុខតែប៉ុន្តែតកតងពីដំណើរការដំបូងនៃការបើកអាជីវកម្មនេះគឺដោយសារតែនៅក្នុងសម័យកាល COVID ខាងនាងខ្ញុំគឺមានជាភោជនីយដ្ឋានហើយនឹងមានក្រុមហ៊ុនសេវាកម្មរៀបចំម្ហូបអាហារហ្នឹងទៅតាម event ប៉ុន្តែដោយសារតែ COVID ធ្វើឲ្យយើងហ្នឹងបិទផ្អាកបណ្ដោះអាសន្នបន្ទាប់មកទៀតខ្ញុំក៏នឹកឃើញតកតងពីថាតើយើងគួរតែធ្វើអីគេទៀតដើម្បីបានជាអាជីវកម្មនឹងឡើងមកដើម្បីជួយទៅដល់បុគ្គលិករបស់យើងដែរអញ្ចឹងណាអញ្ចឹងទៅក៏បានប្រភាសាជាមួយនឹងក្រុមការងារហើយក៏បានធ្វើតកតងពីបុកត្រីឆ្អើរបុកកន្ទុយហេះហើយនិងកាពិឆាបាត់ដំបងនឹងឡើងមកការដែលបើកដំណើរការដំបូងគឺពិបាកច្រើនដោយសារតែមានន័យថាវាគឺជាផលិតផលមួយដែលវាស្មុគស្មាញនៅក្នុងការផលិតហើយបន្តមកទៀតនៅពេលដែលយើងចាប់ផ្ដើមសាងសង់ជាសហគ្រាសនឹងមកក៏មានបញ្ហាច្រើនទៅលើការសាងសង់បន្តមកយើងក៏ចង់ធ្វើវាឲ្យទៅជា standard មួយដែលអាចនាំចេញទៅក្រៅប្រទេសអញ្ចឹងដំណាក់កាលនេះក៏ជាដំណាក់កាលមួយដែលធ្វើឲ្យខាងក្រុមការងាររបស់យើងនឹងមានភាពលំបាកច្រើនដែរព្រោះយើងត្រូវធ្វើការតេស្តនឹងច្រើនហើយយើងក៏ជួបនៅការបរាជ័យនៃការតេស្តរបស់យើងនឹងជាច្រើនដងដែលយើងអត់ជោគជ័យរហូតទៅដល់ពេលដែលយើងធ្វើវាចិត្តបានមួយឆ្នាំជាងទើបយើងអាចទទួលបានផលិតផលមួយដែលយើងអាចទុកវាក្នុងរយៈពេល1ឆ្នាំដោយអត់មានបញ្ហាហើយបន្ទាប់មកទៀតយើងក៏បាន apply យក50និង GMP បានតកតងអំពីផលិតផលដែលយើងមាននាំចេញហ្នឹងគឺយើងមានប្រហុកត្រីរស់មានប្រហុកត្រីកាភ្លៀងហើយពពួកម្ហូបបុករបស់យើងនេះក៏មាននាំចេញដែរយើងនាំចេញទៅញូហ្សេឡង់ទៅអាមេរិកហើយបើទៅអូស្ត្រាលីវិញគឺយើងនាំជាប្រហុកសាច់ហ្នឹងចេញទៅហើយយើងក៏មានធ្វើគ្រឿងសម្លដែលយើងនាំចេញទៅប្រទេសអង់គ្លេសហើយនិងប្រទេសអាមេរិកតមកទៀតគឺជាជ្រក់ម្រេចដែលយើងបានធ្វើឲ្យក្រុមហ៊ុនមួយដែលគាត់នាំចេញទៅប្រទេសជប៉ុនអញ្ចឹងតកតងអំពីម្ហូបបុកប្រហុកខ្មែររបស់យើងគឺវាមានដំណាក់កាលច្រើននៅក្នុងការផលិតប៉ុន្តែអ្វីដែលធ្វើឲ្យសហគ្រាសរបស់យើងនឹងអាចដំណើរការទៅបានរួមទាំងមានស្តង់ដារដែលយើងអាចធ្វើទៅនឹងគឺដោយសារតែយើងនឹងប្រើប្រាស់នៅម៉ាស៊ីនទំនើបនឹងភាគច្រើននៅក្នុងការលាយគ្រឿងនៅក្នុងការចម្អិនរួមទាំងកិនផងដែរហើយយើងក៏មានជាម៉ាស៊ីនច្រកដែលអាចធ្វើឲ្យផលិតផលរបស់យើងនៅក្នុងកែវនឹងគឺអាចរក្សានៅគុណភាពហើយនឹងអនាម័យបានល្អគ្រឿងផ្សំសិនតែ 95% ហើយគឺយើងបានប្រើប្រាស់នៅក្នុងស្រុករបស់យើងហើយយើងយកមកពីតាមបណ្ដាខេត្តផ្សេងទៀតដែលសម្បូរទៅដោយគ្រឿងទេសមួយហ្នឹងតកតងអំពីផលិតផលរបស់យើងនៅពេលដែលយើងអាចដាក់នៅខាងក្រៅបានហើយយើងនាំចេញទៅក្រៅប្រទេសបានគឺយើងត្រូវការ certificate HACCP និង GMP រួមទាំងយើងមានសហការជាមួយនឹងខាងlab ដើម្បីធ្វើការតេស្តផលិតផលរបស់យើងនៅពេលដែលចេញមកដើម្បីដឹងថាតើផលិតផលរបស់យើងនឹងវាមានសុវត្ថិភាពនៅតើវាមានបញ្ហាអីគេនៅក្នុងនឹងអត់វាមានមេរោគអីអត់អញ្ចឹងយើងត្រូវការដំណើរការក្នុងការយើងតេស្តនឹងគឺច្រើនដែរអញ្ចឹងសរុបមកវិញនៅពេលដែលយើងអាចធ្វើវាដាក់នៅខាងក្រៅទូទឹកកកបានយើងអាចយកវាចេញទៅក្រៅប្រទេសបានកាលហ្នឹងយើងអាចចំណាយពេលខ្ទង់ប្រហែលជា2ឆ្នាំទើបខ្ញុំអាចធ្វើវាបានឥឡូវហ្នឹងផលិតផលរបស់យើងម្ហូបបុកប្រហុកខ្មែរហើយនឹងសាច់ប្រឡាក់របស់យើងគឺយើងមាននៅម៉ាក្រូនៅឡាក់គីនៅអ៊ីអននៅជីបម៉ុងរួមទាំងផ្សារទំនើបផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងផងដែរតែបើសិនជានៅតាមបណ្ដាខេត្តគឺយើងមានតែតាមឡាក់គីហើយនិងម៉ាក្រូឯងការលក់រាយគឺបងប្អូនអរគ្នាអាចទៅជាវតាមផ្សារទំនើបផ្សេងទៀតនៅក្នុងប្រទេសខ្មែររបស់យើងហើយបើសិនជាលក់ដុំវិញគឺបងប្អូនអរគ្នាអាចចូលទៅក្នុង page ENM ញ៉ាមីឬក៏ PPF ញ៉ាមីដើម្បីតាក់ទងមកក្រុមការងាររបស់យើងចាអញ្ចឹងតាក់ទងអំពីសហគ្រាស PPF ញ៉ាមីយើងក៏មានធ្វើជា brand ផ្ទាល់ខ្លួនសម្រាប់បងប្អូនអរគ្នាដែលគាត់ចង់ធ្វើតាក់
តតងពីម្ហូបខ្មែរឬក៏ម្ហូបបុកប្រហុកខ្មែររបស់យើងនេះគឺគាត់អាចមកទៅជែកពិភាក្សាជាមួយនឹងខាងយើងបានចាយើងក៏មានធ្វើជា brand នៅក្នុងស្រុកហើយក៏អាចនាំចេញទៅខាងក្រៅផងដែរតកតងអំពីថ្ងៃមុខទៅបន្តទៀតគឺខ្ញុំនឹងធ្វើការស្រាវជ្រាវឲ្យបានច្រើនទៅលើម្ហូបផុសខ្មែរយើងព្រោះដោយសារគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់នាំម្ហូបខ្មែររបស់យើងនឹងចេញទៅក្រៅឲ្យបានច្រើនដោយសារតែរសជាតិម្ហូបខ្មែររបស់យើងគឺវាឆ្ងាញ់វាសម្បូរបែបហើយក៏មានគោលបំណងមួយថាសឹងតែចង់នាំទៅឲ្យគ្រប់ប្រទេសនៅក្នុងពិភពលោកហ្មងឲ្យតែមានម្ហូបបុកប្រហុកខ្មែរគឺខ្ញុំចង់នាំវាចេញទៅសម្រាប់សារលើកទឹកចិត្តទៅដល់បងប្អូនទាំងអស់គ្នាដែលទើបតែបើកអាជីវកម្មគឺខ្ញុំមានពាក្យមួយថាច្បាស់ពីអ្វីដែលខ្លួនឯងចង់ធ្វើហើយបន្តវាធ្វើរហូតទៀតអញ្ចឹងយើងនឹងទៅដល់គោលដៅដែលយើងចង់ទៅជាសំណូមពរចុងក្រោយគឺមានតែស្នើសុំឲ្យបងប្អូនទាំងអស់គ្នាចាស់ជួយគាំទ្រផលិតផលរបស់ក្នុងស្រុករបស់យើងហើយខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាដែលផលិតផលក្នុងស្រុកហ្នឹងគឺឥឡូវហ្នឹងយើងមានស្តង់ដារច្រើនណាស់ដែលយើងអាចយកទៅប្រកួតប្រជែងនៅខាងក្រៅប្រទេសបានអញ្ចឹងមានតែការគាំទ្រពីបងប្អូនទាំងអស់គ្នាទេទើបពួកយើងនឹងអាចបន្តដំណើរហ្នឹងទៅមុខបន្តទៀត